ជម្រាបសួរបងប្អូនទាំងគ្នាអានេះប្រភេទត្រីក្រំម៉ូលីខ្ញុំមាន3ពូជអានេះភេទម៉ូលីខ្លួនខ្លីៗបងប្អូនពួកនេះស្រួលចិញ្ចឹមទេអត់ត្រូវការអុកស៊ីហ្សែនទេហើយកូនក៏លឿនដែរយើងមិនប្រើអុកស៊ីហ្សែនក៏វាអាចរស់បានដែរវាអត់ដូចពពួកត្រីកន្ទុយ3ត្រីខយអីចឹងណាហើយយើងចិញ្ចឹមនៅទីធ្លាតូចៗក៏បានដែរពួកនេះខ្ញុំមានពណ៌ទឹកមាសពណ៌ខ្មៅសនិងពណ៌សហើយតម្លៃវាមានតាមប្រភេទពណ៌ដែរហើយពួកនេះស្រួលចិញ្ចឹមទេព្រោះខ្ញុំនេះខ្ញុំយកមកដាក់បានប្រហែលថ្ងៃវាចេញវាបានកូនមកឡើងចេះតិចបាទសម្រាប់បងត្រូវការយកទៅចិញ្ចឹមដាក់នៅកន្លែងប្រភុំឬក៏ដាក់ក្នុងបន្ទប់គេងអីក៏បានដែរព្រោះវាត្រូវការអុកស៊ីហ្សែនណាមួយវាស្រួលចិញ្ចឹមលឿននេះបងអានេះប្រភេទទឹកមាសអានេះឈ្មោះហើយលឿនណាបងនេះហើយសម្រាប់បងត្រូវការអីអាចកំងបានពួកនេះខ្ញុំមានទៀតតែឥឡូវខ្ញុំមានកូនសិនតែបងចង់បានធំក៏ខ្ញុំមានដែរនេះកូនវាយកមកអានេះកូនលឿនទេពួកនេះមកវាស្រៀងពណ៌ដែរខ្ញុំយកមកចំខ្ញុំយកមកបានមួយថ្ងៃហ្នឹងកូនហ្នឹងថានេះខ្ញុំយកមកបន្តិចខ្ញុំយកមកសាកមើលអញ្ចឹងតែបងត្រូវការពូជក៏ខ្ញុំមានដែរយកទៅចិញ្ចឹមវ៉ាក់ដួសពួកនេះហើយសម្រាប់បងត្រូវការពួករំចង់ពណ៌ស្វាយក៏ខ្ញុំមានដែរតែអ្នកអត់ទាន់ការទេខ្ញុំមាន4ថូដែរអានេះធំជាងគេហើយក្រៅពីហ្នឹងទូចទេបើលើកមុនខ្ញុំមានឈូកបើបងយកទៅដាក់អញ្ចេះបានយើងមានអាងដូចខ្ញុំអញ្ចឹងហ្នឹងយើងដាក់វាអញ្ចឹងទៅតែមកវាធំហើយណាមួយវាជួយធ្វើឲ្យទឹកយើងថ្លាផងព្រោះយើងដាក់រុក្ខជាតិអញ្ចឹងហើយសម្រាប់ចកកាឡាបក៏ខ្ញុំមានដែរបងតែគាត់ថានេះខ្ញុំយកមកដាក់លុបទៅវាអលួយបើបងកំងក៏មានដែរពួកនេះតែបើសិនជាបងយកត្រីកាឡាបនេះចកកាឡាបនេះខ្ញុំ free ជូនឲ្យអញ្ចឹងណាតែបងចង់ទិញក្រៅក៏បានដែរខ្ញុំរកមើលកូនពួកនេះអត់ឃើញនេះកូនវាស្រួលអញ្ចឹងទេពួកនេះខ្ញុំត្រូវការអុកស៊ីហ្សែនហ្នឹងវាអត់ដូចត្រីខយបើត្រីខយក៏ខ្ញុំមានដែរតែខ្ញុំមានកូនតូចទៅណាសម្រាប់បងចង់បានប្រភេទម៉ូលីហ្នឹងអាចឆាតសួរតម្លៃបាននៅក្នុង Telegram ខ្ញុំដាក់ខាងក្រោមវីដេអូហ្នឹងចឹងដល់ពួនអស់ហើយពួកនេះបងចង់ឃើញផ្កាវាខ្ញុំមានចាំខ្ញុំផ្ញើរូបឲ្យបើសិនបងត្រូវការយកទៅខ្ញុំលើកដាក់ជាថូឲ្យចឹងក៏ដោយមានទាំងដើមមានទាំងថូយកទៅដល់បងគ្រាន់តែដាក់ចូលក្នុងអាងខ្លួនឯងទៅរួចហើយអានេះបងយកទៅអាចនឹងមានកូនរបស់ឥឡូវនេះទៀតហើយវាប៉ោងគឺខ្លួនវាខ្លីឯងពួកម៉ូលីវាអត់វែងទេតែខ្ញុំមានប្រភេទកតុយវែងប៉ុន្តែតម្លៃធូរជាងនេះពួកកតុយខ្លីពួកកតុយខ្លីយ៉ាងប៉ោងវាខ្ញុំថ្លៃតិចបាទនេះពណ៌សអានេះក៏ចិត្តកើតកូនទៀតដែរពូឡើងប៉ុណ្ណាណៃទៀតរឿងវាស្អាតពួកនេះបងយកទៅចំដាក់បន្ទប់គេងឬកន្លែងធ្វើការក៏ស្អាតដែរព្រោះវាអត់ត្រូវការអុកស៊ីហ្សែនទេពួកនេះវាស្រួលចិញ្ចឹមហើយប្រភេទ
ពួកប្រភេទប៉ប៉ក៏ខ្ញុំមានដែរបងមានពូប៉ប៉អានេះតម្លៃធូរទេពួកប៉ប៉នេះមានច្រើនគូពួកនេះបងចង់ចិញ្ចឹមស្អាតដាក់ច្រើនទៅតែយកតែ2គូចិញ្ចឹមលេងបានកូនច្រើនពួកនេះកូនវាកូនស្រួលហើយវាត្រូវកោអុកស៊ីហ្សែនដែរពួកនេះពណ៌វាមានចរោះពណ៌តែនេះតម្លៃធូរមកត្រីទាំងអស់មានតែពណ៌ឲ្យតម្លៃធូរជាងគេនេះបងនេះឈ្មោះពណ៌រៀងស្អាតសម្រាប់បងត្រូវការខ្ញុំមានតែប្រភេទដើមកក់ទេខ្ញុំមានដែរកក់នេះយកទៅដាក់នៅក្នុងអាងដូចខ្ញុំចេះស្អាតនេះពណ៌ពួកឈ្មោះស្អាតមានច្រើនពណ៌បងត្រូវការអាចសួរតម្លៃបានថោកតម្លៃធូរទេពួកនេះវាអត់ថ្លៃទេผมពណ៌អានេះពូជធម្មតាបើសិនជាត្រីពូជគេអាចថ្លៃតែប្រភេទខ្ញុំនេះតម្លៃធូរវាពូជធម្មតាវាមិនមែនពូជពួកថ្លៃខ្ញុំមានប្រភេទម៉ូលីដែរប៉ុន្តែខ្លួនវែងអាហ្នឹងតម្លៃធូរយ៉ាងខ្លួនខ្លីមិនដែរអាម៉ូលីហ្នឹងវាបាក់ដួសវិញហើយប្រភេទត្រីក្រំជុលក៏មានដែរបងតែគាត់អានេះកូនសវកវានៅតូចតែការយកទៅចំអីបានពណ៌ទឹកក្រួយនេះមែននេះបងហើយកូនត្រីសវកខ្ញុំបកាត់បានតនឡើងពណ៌ឲ្យនៅតូចហ្នឹងប្រភេទត្រីក្រំជុលពួកម៉នេះកូនប្រកាត់ខ្លួនឯងអញ្ចឹងមានច្រើនខ្ញុំមានប្រហែលជា20គ្រាប់ជាងសម្រាប់បងត្រូវការតាក់ទងបានមានទាំងញីទាំងឈ្មោះញីក៏មានដែរចឹងអរគុណច្រើនបងវីដេអូវាប៉ុណ្្នឹងឯងនេះពពួកត្រីក្រំពួករុក្ខជាតិក៏មានត្រីក្រំក៏មានអស់ព្រៀបអនសាយឥឡូវបានចំទៀតចឹងមានតែពួកត្រីនិងពួករុក្ខជាតិទេ